តើអ្នកទាំងអស់គ្នាធ្លាប់សម័យដែរឬទេថាចង់បានប្រភេទឡានស៊ីដានមួយដែលមិនត្រឹមតែអាចបើកបរទៅធ្វើការបានប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានកម្លាំងខ្លាំងទៀតផងនេះគឺជារថយន្ត Lexus GSF Performance ដែលរថយន្តនេះផ្ដោតទៅលើ performance វាបំពាក់មកជាមួយនឹងម៉ាស៊ីន V8 5.0 លីត្រ Natural Spirited ដែលមានន័យថាមិនបំពាក់ជាមួយនឹង turbo នោះទេរថយន្តនេះផ្ដល់នូវកម្លាំងសេស467សេសនិងកម្លាំងរមួល538 ញូតនម៉ែត្រល្បឿនពី0ទៅ100គីឡូម៉ែត្រវាចាយពេលខ្ទង់តែជាង 4.5 វិនាទីតែប៉ុណ្ណោះរថយន្តនេះគឺជារបស់កម្រផងដែរដោយសារតែសិស្សចាប់ផ្ដើមឈប់ផលិតនៅឆ្នាំ2020តើអ្នកទាំងអស់គ្នាពិតជាចង់ទិញវាទុកដែរឬទេសម្រាប់វាគឺជា rare ដ៏កម្រអាចលក់បានថ្លៃនៅពេលអនាគតផងដែរសម្រាប់រថយន្ត model នេះ admin មិនដឹងថានៅស្រុកខ្មែរមានឬអត់ទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាដឹងកុំភ្លេច comment ប្រាប់ admin ផងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្ណេះឯងដោយសារតែយើងលម្អិតត្រួសអំពីវាណាមួយ admin ក៏មិនសូវជាបានដឹងស៊ីជម្រៅអំពីវាផងដែរដោយសារតែនៅស្រុកខ្មែរយើងឃើញជិះត្រឹមតែ GS 200T ឬ350ប៉ុណ្ណោះ